ខ្ញុំនៅមិនស្ងៀមនោះទេហើយមកបង្អាប់កូនប្រុសយើងបែបនេះថ្ងៃនេះបើមិនបានតទេណាខ្ញុំនៅមិនសុខទេអួតពីកូនប្រុសអ្នកឯងជាដុំមាសដុំពេជ្រមែនទេមិនដឹងថាជាដុំមាសដុំពេជ្រឬក៏ជាដុំអ្វីផ្សេងនោះទេពុកវាជួយខ្ញុំផងពុកវាមកពីខ្សែកវាធំពេកហ្នឹងណាអូយជ្រេញណាស់មានអ្នកខ្លះមិនដែលមានមាសពាក់ធំដល់តែពេលមានម្ដងខំសំដែងខំសំញែងដូចជាចង់បកាច់នៅនឹងដីតែម្ដងអូយវិលមុខណាស់អូយលែងមានឧបសគ្គទៀតដែររឿងពួកឯងយ៉ាងម៉េចគឺខ្ញុំនឹងអូនចន្ទថារឿងអួតប៉ះអួតមកពុកវាមកហូបបាយសិនមកចន្ទថាកូនមកហូបបាយសិនមកដល់ម៉ោងទៅរៀនឥឡូវហើយកូនម៉ែខ្ញុំមិនហូបបាយទេព្រោះថ្ងៃនេះខ្ញុំត្រូវទៅរៀនគូខ្លាចទៅមិនទាន់ម៉ោងរៀនហូបតែ2-3ម៉ាត់សិនក៏បានដែរកូនមកអត់ទេម៉ែខ្ញុំទៅសិនហើយណាម៉ែបើអញ្ចឹងប្រញាប់ទៅចុះកូនយ៉ាងម៉េចហើយម៉ែវាចន្ទថាមិននៅហូបបាយសិនទេហ៎គេថាប្រញាប់ទៅសាលារៀនព្រោះដល់ម៉ោងរៀនហើយកូននេះមើលទៅអនាគតច្បាស់ជាទៅចាស់ទៅចង់មិនខានទេម៉ែវាអើយច្បាស់ជាអញ្ចឹងហើយពុកវាមកឆាប់ហូបបាយទៅទៅជាអស់ហើយចន្ទថាអូនចេញពីផ្ទះលឿនយ៉ាងនេះមិនខ្លាចមិញសមនឹងពូឆាងសង្ស័យទេហ៎ខ្ញុំប្រាប់គាត់ថាប្រញាប់មករៀនទៅគាត់មិនសង្ស័យនឹងណាគ្រួសារយើងទាំងពីរមិនដឹងថាពេលណាត្រូវគ្នាទេមិនដែរតាមគាត់សិនទៅពេលណាពេលនឹងទៅមិនបាត់តែគិតច្រើននោះទេគិតដូចអូនឯងក៏ល្អម្យ៉ាងដែរតោះហូបបាយសិនទៅខ្ញុំហូបចិត្តអស់ហើយនៅតែបងឯងហ្នឹងមិនក៏មិនហូបទៅមែនតាវិសនឹងអស់ទៅហើយអូនឯងនេះគិតទៅមានកូនស្រីក៏ល្អដែរមែនទេពុកវាកូនស្រីនេះចេះស្ដាប់បង្គាប់ពុកម៉ែគិតតាពីខិតខំរៀនសូត្រមិនដែលធ្វើឲ្យពុកម៉ែពិបាកចិត្តម្ដងណាទេមែនហើយម៉ែវាយ៉ាងណាកូនស្រីណាក៏មិនដូចកូនប្រុសដែរកូនប្រុសភាកច្រើននិយាយទៅវាមិនសូវស្ដាប់ពុកម៉ែទេស្រួលមិនស្រួលវាទៅសែបគប់មិត្តភក្តិអាក្រក់វាក៏អាក្រក់ទៅជាមួយដែរម៉ែវាអើយណែពុកវាស្ដាប់មើលចុះគ្រួសារនោះដូចជាកំពុងតែថាឲ្យពួកយើងទេដឹងខ្ញុំដឹងតាបាយវាគ្រួសារនោះនិយាយស្អីក៏មិនដាច់ចេះល្អដែរឲ្យតែហាមាត់និយាយគឺដឹងតែពីឌឺដល់ពួកយើងតែរហូតនឹងពុកវាខ្ញុំនៅមិនស្ងៀមនោះទេយើងនៅតែយើងសោះមកនិយាយឌឺដងផ្លែផ្កាអួតពីរឿងកូនខ្លួនឯងហើយមកបង្អាប់កូនប្រុសយើងបែបនេះថ្ងៃនេះបើមិនបានតទេណាខ្ញុំនៅមិនសុខទេណែខ្ញុំមានឲ្យម៉ែវាឯងដូចស្គីបៃតាត្រូវតែតបវិញខ្លះហើយពួកយើងណាអួតពីកូនប្រុសយើងដែរទៅម៉ែវាពុកវាឯងចាំបន្ទោពីក្រោយផងឬទេដឹងហើយណែពុកវាឯងមានដឹងអត់ណាកូនប្រុសយើងណារៀនប៉កែណាស់រហូតដល់គ្រូផ្ញើបានតសើមកដល់ផ្ទះទៀតស្រីណាបានកូនប្រុសយើងធ្វើជាប្តីនោះទោះធ្វើបុណ្យ7វត្តក៏មិនស្មើផងមែនទេពុកវាណែបែរហើយបាយវាហើយអ្នកដែលបានកូនប្រុសយើងធ្វើជាប្តីធ្វើជាកូនប្រសាអត់ទាល់តែដាក់នឹងមានបុណ្យវាស្រាខ្ពស់ដែរមិនមែនអ្នកដែលចាំតែអួតពីកូនស្រីខ្លួនឯងល្អអញ្ចេះល្អអញ្ចោះនោះទេម៉ែវាប្រកាសជាបែបនេះហើយកូនប្រុសយើងណាទាំងសង្ហាទាំងល្អទាំងឆ្លាតចរិតខ្លះក៏ល្អទៀតប្រុសបែបនេះគេហៅថាជាប្រុសកំរគេហៅថាកូនមាសកូនពេជ្រនោះអីម៉ែវាមែនហើយពុកវាអ្នកនេះអើយខ្ញុំឮតែអ្នកនេះអួតពីកូនប្រុសអ្នកឯងជាដុំមាសដុំពេជ្រមែនទេប្រកាសហើយវាយ៉ាងម៉េចគ្មានអីទេខ្ញុំណាគ្រាន់តែសង្ស័យមិនដឹងថាជាដុំមាសដុំពេជ្រឬក៏ជាដុំអ្វីផ្សេងនោះទេមែនហើយអួតកូនខ្លួនឯងជ្រុលពេកទៅដឹងដែរលបកឆាងហើយខ្ញុំនិយាយតែខ្ញុំឯតើខ្ញុំតែសើតែកូនខ្ញុំហើយមានអីពាក់ព័ន្ធនឹងលបកឆាងឯងហើយនឹងអ្នកសមទៅវាមិនពាក់ព័ន្ធអីជាមួយពួកខ្ញុំទេប៉ុន្តែសម្លេងអួតរបស់អ្នកទាំងពីរនឹងណាវាហោះចូលទៅជាខ្ញុំហើយវាធ្វើឲ្យខ្ញុំនេះសគាទៅជានឹងណាដែរបើសគាតាជាដាស់ដែលឈរទីនេះធ្វើស្អីមែនហ្នឹងមិនក៏មិនទៅជ្រុងខាងនោះទៅខ្ញុំនៅតែក្នុងផ្ទះខ្ញុំតើទោះជាខ្ញុំចង់ទៅណាក៏ជាសិទ្ធិរបស់ខ្ញុំដែរខ្ញុំក៏និយាយតែក្នុងផ្ទះខ្ញុំដូចគ្នាមានពាក់ព័ន្ធអីនឹងអ្នកសំឯងទៅវិវោឲ្យបងពុកម៉ែយើងឆ្លោះគ្នាទៀតហើយមែនតាបញ្ញាប់ចូលទៅខាត់ពួកគាត់ទៅបើមិនចឹងទេផ្អើលភូមិឥឡូវហើយចាតើបងពុកម៉ែធ្វើអីហ្នឹងចូលផ្ទះទៅខ្ញុំឃ្លានបាយហើយគឺម៉ែកំពុងតែក្តៅដូចបាយពុះនឹងណាកូន
ឯងចូលទៅក្នុងមុនម៉ែទៅបន្តិចទៀតចាំម៉ែទៅតាមក្រោយ មែនហើយចូលទៅក្នុងមុនសិនទៅកូន អត់ទេម៉ែពុកឆាប់ចូលមកមើលចោះពុកវាផ្ទះខាងនោះណាចូលទៅក្នុងហើយនេះប្រហែលជាខ្លាចពួកយើងហើយមើលទៅនោះ អីប្រកាសជាខ្លាចពួកយើងដល់ហើយហើយមិនចឹងក៏មិនមែនចូលទៅក្នុងមុនដែរពុកម៉ែបើពួកគាត់ចូលផ្ទះអស់ទៅហើយពុកហើយនឹងម៉ែនៅឈរទីនេះធ្វើស្អីទៀតអាមិនក៏ចូលទៅក្នុងដែរទៅ ចូលក៏ចូលដែរ ហើយតោះបាយវា ពុកវាខ្ញុំដូចជាចង់ទិញខ្សែកមាសមួយខ្សែព្រោះឥឡូវនេះហាងឆេងមានកំពុងតែចុះថោក ហើយចុះខ្ញុំមានតែគាត់ម៉ែវាឯងឯណាចង់ទិញអីហើយចង់ធ្វើអីក៏ធ្វើតាមចិត្តម៉ែវាឯងទៅចុះ អូខ្ញុំអរគុណឲ្យពុកវាមានតែពុកវាឯងទេដែលយល់ចិត្តខ្ញុំនោះ បើខ្ញុំមិនយល់ចិត្តម៉ែវាឯងទេណាមិនមែនអាចធ្វើជាប្តីជាង20ឆ្នាំនោះទេ ចាបើអញ្ចឹងហូបបាយហើយខ្ញុំទៅទិញឲ្យណាពុកវា នឹងហើយម៉ែវា ពុកវាជួយខ្ញុំផងពុកវាអើយមកពីខ្សែកវាធំពេកហ្នឹងណា អីម៉ែវានេះមានខ្សែកធំពាក់ហើយនៅធ្វើពិបាកអញ្ចឹងទៀតណោះ ខ្ញុំធ្វើលេងតើពុកវាអូយច្រេញណាស់ពុកវាអើយពុកវាហើយហើយយ៉ាងម៉េចទៅហើយបែរវាអាម៉េចបានជាហៅអីក៏ហៅយ៉ាងនេះ ខ្ញុំហៅពុកវាឯងមកឲ្យជួយសើចគ្នានឹងណាមានអ្នកខ្លះមិនដែលមានមាសពាក់ធំដល់តែពេលមានម្ដងខំសំដែងខំសំញែងដូចជាចង់បកាច់នៅនឹងដីតែម្ដង ហើយណាម៉ែវាគ្រាន់តែប៉ុណ្្នឹងសោះក៏ខំសម្ញែងអីខ្លាំងម្ល៉េះ ចុះមានអ្នកណាទៀតនោះ អូខ្ញុំដឹងហើយម៉ែវាសម្បត្តិត្រឹមរបស់ប៉ុណ្្នឹងមានអីអស្ចារ្យទៅខ្ញុំទិញជាតិពេជ្រឲ្យម៉ែវាឯងទាំងការ៉ាត់មិនអួតផង គិតទៅអាមនុស្សបកាយចំណានគេនឹងណាគេធ្វើអីក៏ចំណានគេដែរមែនទេពុកវា មែនតាម៉ែវាតែពួកនោះប្រហែលជាបានតែអួតទេសង្ស័យតែរកអ្វីមកពាក់ដូចគេមិនបានផងទេដឹង ពុកវាជួនកាលគេអាចមានពិតមែនប៉ុន្តែប្រហែលជាពេជ្រលក់តាមកញ្ច្រែងទេដឹង សង្ស័យតែបែបនេះមែនហើយម៉ែវាអើយដេបាយវាឆាប់ចូលទៅយកជៀនពេជ្រដែលខ្ញុំទិញឲ្យបាយវាឯងនោះមក ចាំបន្តិចណាពុកវាចាំខ្ញុំទៅយកមកពាក់ឲ្យអ្នកខ្លាំងវាភ្លឺភ្នែកម្ដង ដឹកឲ្យបាយវា នេះពុកវាចិញ្ចៀនមកដល់ហើយនេះ អូចាំងភ្នែកខ្លាំងម្លេះម៉ែវាយីមិននឹកស្មានថាពេជ្រនេះចាំងដល់ថ្នាក់នេះសោះ ចិញ្ចៀននេះតម្លៃមិនថោកឯណាពុកវារឿងអីដែលថាមិនចាំងនោះមិនមែនជាចិញ្ចៀនលក់ក្នុងកញ្ច្រែងដូចអ្នកខ្លះនិយាយនោះទេពុកវាពួកយើងចូលផ្ទះទៅបើនៅទីនេះទៀតខ្ញុំថ្លង់នឹងអ្នកខ្លះអួតសឹងស្លាប់ទៅហើយ មែនហើយម៉ែវាចូលផ្ទះវិញល្អជាងតោះយើង នាំគ្នាចូលផ្ទះហើយតើពុកវា តើតែបែបនេះទើបអន់ចង់ចន្ទថាបងប្រឡងជាប់ហើយអូនបងជាប់ហើយ អូនក៏ប្រឡងជាប់ដែរបងពួកយើងធ្វើបានហើយបង មែនហើយពួកយើងប្រញាប់ទៅប្រាប់ពុកម៉ែពួកយើងឲ្យគាត់បានដឹងទៅអូន ចាតើបងពុកម៉ែខ្ញុំមកវិញហើយមកវិញហើយមែនទេកូនហើយយ៉ាងម៉េចហើយកូនប្រឡងជាប់ដែរទេ សប្បាយចិត្តបែបនេះច្បាស់ជាប្រឡងជាប់ហើយមែនទេកូន ចាពុកម៉ែកូនប្រឡងជាប់ហើយ ពិតមែនទេកូនម៉ែថាហើយថាកូនស្រីម៉ែច្បាស់ជាប្រឡងជាប់កូនស្រីម៉ែពិតជាប្រកែមែនតែកូនយើងខំប្រឹងរៀនច្បាស់ជាប្រឡងជាប់អញ្ចឹងហើយណាកូនមិនដឹងថាកូនអ្នកខ្លះនោះប្រឡងជាប់ដែរឬក៏អត់ទេណសង្ស័យតែមិនជាប់ទេមើលទៅនោះ ប្រហែលហើយពុកវាមើលផ្ទះនោះចុះបានកូនប្រឡងជាប់ខំនិយាយលឺឌឺដល់មកផ្ទះយើងសម្បើមណាស់ បែរហើយចាំមើលតែកូនប្រុសយើងមកដល់ប្រាប់ថាប្រឡងជាប់ណាយើងនឹងដាក់ធុកបោះប្រកាសតែម្ដងម៉ែវា មែនហើយ ពុកម៉ែខ្ញុំត្រឡប់មកវិញហើយ មកវិញហើយមែនទេកូនហើយយ៉ាងម៉េចហើយលទ្ធផលនោះប្រឡងជាប់ទេកូន ខ្ញុំប្រឡងជាប់ហើយពុកម៉ែ ពិតមែនទេកូន
ហើយយ៉ាស់តាក់ទិញសៃយឺតធុដាកូនយើងក៏ប្រឡងជាប់ហើយ ពុកវាឆាប់ទៅទាញធុងបាសមកប្រកាសឲ្យអ្នកភូមិដឹងថាកូនយើងនេះប្រឡងជាប់ហើយ ណែចាប់អាផ្លែតទៅបាយវាខ្ញុំចូលទៅយកសិនពុកម៉ែមិនបាច់ធ្វើដល់ថ្នាក់នេះទេម៉ែចន្ទថាក៏ប្រឡងជាប់ដែរណាម៉ែ ហើយឯងប្រាប់ម៉ែធ្វើអីខូចអារម្មណ៍អស់អាលីង មែនហើយតោះឆាប់ចូលទៅផ្ទះទៅណែថ្ងៃនេះបាយវាចាំធ្វើម្ហូបណាឲ្យឆ្ងាញ់មកដល់បាយវា ចាខ្ញុំដឹងហើយពុកវា អេម៉ូតូនេះមិនក៏នៅសុកស្រាប់តែលុតអញ្ចឹងវាកើតស្អីវាអញ្ចេះពូម៉ូតូកើតអីហ៎អាមិនក៏លុតនៅទីនេះអញ្ចឹងពូអេធូណាទេហ៎គឺម៉ូតូរបស់ពូនេះនៅសុកវាក៏លុតទៅហើយមិនដឹងយ៉ាងម៉េចទេក្មួយអើយឲ្យខ្ញុំសុំមើលបន្តិចមើលពូអូតាមមើលទៅម៉ូតូរបស់ពូទាល់តែចូលជាងហើយទៅបានអីវីវ៉ូហើយកន្លែងធ្វើម៉ូតូមិនដឹងថានៅកន្លែងណាទេនេះបើបដើទៅច្បាស់ជាដាច់ខ្យល់មិនខានទេកន្លែងធ្វើម៉ូតូទាល់តែទៅមុខទៀតទៅមានឥឡូវចេះចុះពូជិះម៉ូតូរបស់ខ្ញុំទៅមុនទៅចំណែកម៉ូតូរបស់ពូចាំខ្ញុំមិនដាល់យកទៅកន្លែងធ្វើឲ្យមិនកើតទេក្មួយបើសិនជាពុកម៉ែក្មួយដឹងច្បាស់ជាជេរពូ3យប់3ថ្ងៃមិនខានទេក្មួយអូមិនអីទេពូចាំខ្ញុំប្រាប់គាត់គ្មានវិធីអ្វីផ្សេងទេបើពូមិនដាល់ទៅខ្លួនឯងក៏មិនកើតដែរយីក្មេងនេះនិស័យល្អណាស់តើបើអញ្ចឹងពូសុំពឹងក្មួយម្ដងទៀតទៅចុះណាបាទពូមិនក៏ធូណាថ្ងៃនេះយូរម្លេះថ្មនេះហើយនៅមិនទាន់ឃើញត្រឡប់មកផ្ទះទៀត បាយវាហើយឈោចាប់ស្អីហ្នឹងអាមិនក៏បញ្ចូលផ្ទះ ខ្ញុំចាំកូននឹងណាថ្មនេះទៅហើយនៅមិនទាន់ឃើញកូនត្រឡប់មកផ្ទះវិញទៀត ណែខ្ញុំយកម៉ូតូមកសងវិញណា ហើយមិនក៏ម៉ូតូកូនខ្ញុំទៅនៅជាមួយនឹងលោកបងទៅវិញ ហើយកូនខ្ញុំទៅឯណាហើយនេះលបងធ្វើស្អីកូនខ្ញុំបែរទេហ្នឹងណែចិត្តចៈសិនទៅមើលគឺរឿងវាបែបនេះទេព្រោះថាម៉ូតូខ្ញុំវាខូចតាមផ្លូវហើយធុណាគេជួយយកម៉ូតូខ្ញុំទៅធ្វើហើយគេឲ្យខ្ញុំជិះម៉ូតូនេះមកផ្ទះមុនរឿងវាមានតែប៉ុណ្្នឹងឯង នេះលោកបងហ៊ានប្រាប់កូនខ្ញុំឲ្យអូសម៉ូតូយកទៅធ្វើមិនហត់កូនខ្ញុំស្រាប់ទៅហើយទេអី ខ្លួនឯងចាស់ហើយអ្វីក៏ទៅប្រើក្មេងអញ្ចឹងពិតជាចាស់អត់ចិត្តបែរហើយណែលបងក្រូចអ្នកនេះអ្នកទាំងពីរនិយាយបែបនេះចង់ថាខ្ញុំនេះធ្វើបាបក្មេងឲ្យអូសម៉ូតូខ្ញុំយកទៅធ្វើអញ្ចឹងមែនទេណែខ្ញុំប្រាប់អ្នកទាំងពីរទៅចុះណាក្មេងគ្នាមានចិត្តទើបពីខំជួយខ្ញុំថានេះសំណាងហើយដែលធុណាវាមិនកាត់ចរិតទៅរកអ្នកទាំងពីរនោះយាយពុកវានេះអើយបងឆាងថាឲ្យយើងតើណែលបងឆាងហើយលបងនិយាយនេះមានន័យថាយ៉ាងម៉េចហ្នឹងយាយហើយអាតប៉ែនោះចូលទៅក្នុងផ្ទះនោះធ្វើអីពុកវាពុកវាឯងចូលផ្ទះនោះធ្វើអីមកផ្ទះយើងវិញមកណែប្រពន្ធខ្ញុំហៅហើយខ្ញុំទៅផ្ទះវិញល្អជាងយាយកូនយើងតើពុកវាជិះម៉ូតូលបងឆាងមែនតើហើយមិនក៏វាទៅធ្វើអញ្ចឹងធ្វើស្អីហើយវាមិនដឹងទេអីថាពីគ្រួសារយើងនេះមិនដែលមានរឿងត្រូវគ្នាម្ដងណាឡើយមែនហើយធូណាឆាប់មកផ្ទះវិញឲ្យលឿនឡើងភ្លាមពុកនឹងម៉ែក្មួយគេហៅហើយប្រញាប់ទៅកុំឲ្យភ្លើងឆេះតន់បាទពូមីងពុកម៉ែហើយមានរឿងអីទៀតហើយសួរពុកឯងទៅនៅមិននៅទៅជាប់ពាក់ព័ន្ធនឹងផ្ទះនោះខ្ញុំក៏មិនចង់ដែរម៉ែវាគឺតែវាទាល់ទៅហើយណាតោះនាំគ្នាចូលផ្ទះទៅពុកវាឯងនេះនៅមិននៅទៅមានរឿងជាមួយអ្នកផ្ទះនោះទាល់តែបានក្មេងវាមានចិត្តទើបបានជាគ្នាចង់ជួយនឹងណាម៉ែវាម្យ៉ាងបើតាមកម្លាំងខ្ញុំច្បាស់ជាមិនអាចអូសម៉ូតូនឹងរួចនោះទេថាទៅរឿងនេះក៏មកពីចាស់នឹងហើយប្រកាន់ខ្លាំងពេកតែថ្ងៃក្រោយទោះជាមានរឿងអីក៏ដោយក៏មិនបាច់ទៅពាក់ព័ន្ធនឹងអ្នកផ្ទះនោះទៀតដែរម៉ែតែបងធូណាជាមនុស្សល្អអន្តាម្យ៉ាងរៀនជាមួយនឹងខ្ញុំទៀតម៉ែឲ្យខ្ញុំមិនតាក់ទងជាមួយគាត់មិននឹងកើតទៅម៉ែដឹងតែកុំឲ្យគ្រួសារគេមើលងាយយើងដឹងទេកូនធ្វើអីក៏ដោយត្រូវគិតមុខមាត់ខ្លះផងចាស់ម៉ែធូណាហើយមិនបានជាកូនទៅជួយអូនម៉ូតូអ្នកផ្ទះនោះអញ្ចឹងកូនហើយថែមទាំងឲ្យម៉ូតូលោកបងគេជិះទៀតម៉ែពូឆាងគាត់ចាស់ហើយខ្ញុំខ្លាចគាត់គ្មានកម្លាំងអូសម៉ូតូរបស់គាត់ខូចខ្ញុំគ្រាន់តែចង់ជួយតាម៉ែជួយគេតើវាបានស្អីមកវិញមើលចុះហត់ក៏ហត់
ស្រួលមិនស្រួលណាចេញលុយខ្លួនឯងធ្វើម៉ូតូឲ្យគេទៀតមែនទេហ៎ ខ្ញុំមិនហត់អីទេម៉ែហើយថ្លៃម៉ូតូក៏វាមិនថ្លៃអីដែរពុកម៉ែពុកហើយនឹងម៉ែឈប់ឆ្លោះគ្នាជាមួយនឹងមីងសំនិងពូឆាំងទៀតទៅអ្នកផ្ទះចិត្តគ្នាសោះឆ្លោះគ្នារាល់ថ្ងៃពុកនិងម៉ែមិនចេះធុញខ្លះទេហ៎ ហេមើលវានិយាយចោះគ្រួសារពួកយើងមិនដែលខុសទេគឺពួកគេនោះតើដែលចេះតែបរោះរឿងគ្រួសារយើងរហូតហ្នឹង ពិតមែនហើយពួកយើងមិនដែលទៅរករឿងគ្រួសារនោះទេតែគ្រួសារនោះតើដែលចេះតែមកអួតបែបនេះអួតបែបនោះមានអីលើសពីពួកយើងបន្តិចក៏ព្យាយាមបង្ហាញឲ្យពួកយើងមើលម៉ែហើយចុះបើយើងធ្វើតែធម្មតាទៅវាមិនល្អទេតែពុកនិងម៉ែនោះក៏ទៅតមាត់តសម្ដីជាមួយនឹងពួកគាត់ដែរទើបបានចេះតែមានរឿងទៅដែរឯងនិយាយនេះចង់កាត់ជើងអ្នកផ្ទះនោះបែរទេហ្នឹងមិនមែនទេពុកខ្ញុំនិយាយគឺជាការពិតតា បានហើយឈប់បកែកគ្នាទៅប្រញាប់ទៅងូតទឹកសិនទៅនឹងអានមហូបបាយជុំគ្នា បាទម៉ែ ហើយសម្រាប់នេះដូចជាច្រើនដល់ហើយពុកវានឹងធូរណាមិននៅផ្ទះទៀតបើនៅទៅគ្រាន់បានជួយប្រមូលស្លឹកឈើយកទៅដុតចោលអូយវិលមុខមិនក៏វិលមុខម្លេះអូយវិលមុខណាស់អូយអេអ្នកនេះដួលតើចន្ទថាកូនឆាប់ទៅជួយគ្នាទៅកូនអ្នកនេះដួលហើយមែនតាម៉ែទៅលឿនទៅម៉ែអ្នកនេះយ៉ាងមិនហើយអ្នកនេះមីងយ៉ាងមិនហើយមីងអើយមិនស្រួលទេដឹងកូនឆាប់នាំអ្នកនេះទៅមន្ទីរពេទ្យទៅចាម៉ែអូយវិលមុខណាស់វិលមុខខ្លាំងណាស់ហាដឹងខ្លួនហើយតើអ្នកនេះយ៉ាងមិនហើយខ្ញុំដូចជាវិលមុខខ្លាំងណាស់បើអញ្ចឹងអ្នកហាត់ប្រេងខ្យល់នេះបន្តិចសិនទៅហាត់វាដើម្បីយកកម្លាំងបានធូរបន្តិចទេងើបរួចទេខ្ញុំគ្រាចូលក្នុងផ្ទះងើបរួចបើអញ្ចឹងចាំខ្ញុំជួយគ្រាចូលក្នុងផ្ទះចន្ទថាកូនជួយគ្រាគ្នាកូនចាស់ម៉ែ3ថ្ងៃក្រោយមកអ្នកសំអើយអ្នកសំអើយអូអ្នកនេះទេអីយ៉ាងម៉េចហើយបានស្រួលបួលហើយមែនទេនឹងចាខ្ញុំជាស្រួលបួលហើយថ្ងៃនេះណាខ្ញុំយកផ្លែឈើមកកត្រកមកជូនអ្នកសំដើម្បីជាការអរគុណដែលថ្ងៃមុនអ្នកនឹងចន្ទថាបានមកជួយខ្ញុំទាន់ពេលនៅពេលដែលខ្ញុំស្លាប់នោះណាចាមិនអីទេអ្នកអើយអ្នកចិត្តខាងគ្នាត្រូវតែជួយគ្នាអញ្ចឹងហើយខ្ញុំនេះក៏ចង់មកសុំទោសគ្រួសារដាក់ដែរដែលកាលពីមុនមកនោះគឺចេះតែមានរឿងប៉ះពាល់សម្ដីគ្នារហូតមិនអីទេលបងថាទៅគ្រួសារខ្ញុំនេះក៏អញ្ចឹងដែរគឺប្រកាន់យកតែត្រូវដែរនឹងណាបើអញ្ចឹងសម្រាប់ថាចាប់ទៅពេលនេះទៅគ្រួសារពួកយើងលែងឆ្លោះគ្នាទៀតហើយមែនទេពុកម៉ែក៏ទំនងជាបែបនឹងហើយកូនបើអញ្ចឹងពិតជាល្អណាស់មែនហើយរឿងពួកយើងក៏លែងមានឧបសគ្គទៀតដែររឿងពួកឯងយ៉ាងម៉េចគឺខ្ញុំនិងអូនចន្ទថាបានស្រឡាញ់គ្នាយូរហើយគ្រាន់តែរកពេលមិនទាន់បានដើម្បីសារភាពថាម៉េចស្រឡាញ់គ្នាយូរហើយហ៎បាទមែនហើយចុះឥឡូវគិតយ៉ាងម៉េចទៅអញ្ចឹងខ្ញុំថាបើបែបនេះហើយណាខ្ញុំនឹងចូលតាមផ្លូវទៅតាមច្បាប់ចូលស្ដីតដឹងចន្ទថាឲ្យកូនខ្ញុំទៅចោះពិតមែនហើយម៉ែនិយាយពិតមែនណាសម្រាប់បែបនេះចុះណាអ្នកតឡង